Và sơ sài bằng phone video này nhằm bằng hànhពីរបៀបចែកមើល iCloud ដោយសារបងប្អូនជាប់ iCloud ភាគច្រើនអត់ដឹងថាទូរស័ព្ទខ្លួនឯងមាន iCloud ឬក៏យើងទិញមកអត់ដឹងថាទូរស័ព្ទមាន iCloud អញ្ចឹងបងប្អូនចេះចែកមើលខ្លួនឯងទៅកុំឲ្យទិញមកអត់ដឹងថាទូរស័ព្ទខ្លួនឯងមាន iCloud ពេល reset ពេលបុក program អីគឺជាប់ iCloud Hello គឺអត់អាចលេងបានទេចឹងបងប្អូននេះទូរស័ព្ទម្ដងនេះគឺមាន iCloud អញ្ចឹងពេលឆែកមើលគឺអត់មានឃើញ iCloud ទេដោយសារ iCloud ប្រភេទនេះគឺ iCloud ដែល bypass មានន័យថា iCloud ដែលយើងឆែកមើលតាម setting អត់ឃើញទេអញ្ចឹងដូចខ្ញុំឆែកមើលតាម setting មិញហ្នឹងគឺអត់ឃើញទេអត់ឃើញនៅខាងលើទេបាទអញ្ចឹងពេលដែលយើងដាក់ ID ធម្មតាទៅយើង download game ធម្មតាបានប៉ុន្តែយើងលេងបានប្រើប្រាស់បានធម្មតាប៉ុន្តែពេលដែលយើង reset ពេលដែលអីហ្នឹងគឺជាប់ហើយបុក program ឬក៏ plug password អីហ្នឹងឬក៏ update version អីហ្នឹងអញ្ចឹងយើងឆែកមើលឃើញតាម setting ទេអញ្ចឹងខ្ញុំប្រាប់ពីរបៀបឆែកមើលតាម website បាទយើងចូល Chrome ក៏បានយើងចូល Safari ក៏បានយើងចូល Gmail ក៏បានចូល Google ក៏បានបាទនេះដោយសារខ្ញុំធ្លាប់ឆែកមើលហើយវា load automatic អញ្ចឹងខ្ញុំចូលសារថ្មីឲ្យបងប្អូនបានយល់នេះពេលយើងចូល Google មកយើងវាយអក្សរពាក្យថា free iCloud ហ្នឹងហើយភាសាអង់គ្លេសបងប្អូនអញ្ចឹងនេះ free iCloud យើងសរសេរតាមខ្ញុំមកហើយsearch រកទៅនេះ website វាពណ៌ក្រហមបែបនេះយើងចំណាំ website វាទៅ free iCloud ពេលដែលយើង search រកឃើញហើយយើងចូលតាម website ហ្នឹងមកបាទនេះវាឲ្យវាយ enter យក iMe អញ្ចឹងយើងយក iMe ក៏បានយើងយក serial ក៏បានតែនេះខ្ញុំយក iMe អញ្ចឹងយើងឆែក iMe យើងមកនេះ iMe ខាងក្រោមនេះពាក្យថា iMe ហ្នឹងយើងសរសេរតាមហ្នឹងមកឬក៏យើងចង់លឿនយើង copy មកបាទខ្ញុំ copy iMe ណាអញ្ចឹងយើងយកមកចូលនៅក្នុងកន្លែងនេះមកបាយផាសវាទៅហើយអាចន្លោះដក clear ហ្នឹងយើងលុបវាចេញiMe ដើមវាមានចន្លោះដក clear អញ្ចឹងយើងលុបដក clear ចេញមកយើង search មកកន្លែងនេះវាឲ្យ select ពាក្យថាខាងលើហ្នឹងពាក្យថាខាអញ្ចឹងយើងយកកន្លែងរូបតែមានរូបឡានទៅខាហ្នឹងមានន័យថាឡានយើង search បន្តទៀតទៅដល់វា load បែបនេះគឺ file នេះ on file នេះអក្សរ on នេះមានន័យថាគឺមាន iCloud បាទអញ្ចឹងបើសិនណាជាវាដាក់ file off មានន័យថាអត់មានទេពាក្យថា off គឺអត់មានទេ on គឺមានបាទអញ្ចឹងយើងឆែក setting មកយើងអត់មានទេអញ្ចឹងយើងឆែក website នេះគឺមានអញ្ចឹងមានន័យថា iCloud ទូរស័ព្ទម្ដងនេះគេធ្លាប់ bypass អញ្ចឹងបើយើង reset ចូល reset កន្លែងនេះឬក៏រ៉ាស់កន្លែងនេះគឺជាប់ហើយគឺ load ទៅ hello ឲ្យយើងactivate machine ឡើងវិញដើម្បីចូល menu តែពេលដែល activate ទៅវាអត់ទៅមុខទេគឺវាជាប់ធំverify iCloud ហ្នឹងហើយឬក៏ Apple ID ហ្នឹងបាទអញ្ចឹងទូរស័ព្ទនេះលេងបានធម្មតាប៉ុន្តែយើងអត់អាច reset បុក program ឬក៏ update version ថ្មីទេមានន័យថា version ហ្នឹងនេះ update version កន្លែងនេះគឺអត់បានទេប៉ុន្តែបើបានក៏ update ទៅគឺវាជាប់អញ្ចឹងបានលេងបានធម្មតាប៉ុន្តែបើយើងទៅ program ហើយគឺវាជាប់ iCloud គឺតែយើងលេងបានហើយជាប់ Hello លេងបានបាទ